ជំរាបសួរប្រិមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិនិទានបាទនេះគឺជាសាច់រឿងទី1ដែលក្រុមការងារនីតិនិទាននឹងធ្វើការសម្រាយជូនទៅដល់ប្រិមិត្តអ្នកស្ដាប់ទាំងអស់នៅក្នុងវីដេអូទី1នេះជាមួយនឹងចំណងជើងសាច់រឿងនោះគឺបន្ទប់លេខ203អញ្ចឹងកុំឲ្យខាត់ពេលយូរគឺយើងចូលទៅកាន់សាច់រឿងមួយនេះទាំងអស់គ្នាបាទគឺសាច់រឿងគឺកើតឡើងនៅក្នុងឆ្នាំ2017ដែលតារាគឺជានិស្សិតឆ្នាំទី1ដែលទៅតែនឹងបញ្ចប់អាដប់ថ្មីមានន័យថាគាត់ទៅតែបញ្ចប់ថ្នាក់ទី12ថ្មីពីខេត្តតារាបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យមួយនៅទីក្រុងភ្នំពេញបន្ទាប់ពីបានស្វែងរកបន្ទប់ជួលជាច្រើនកន្លែងចុងក្រោយគេក៏បានរកបន្ទប់ជួលមួយកន្លែងហើយគេក៏បានសម្រេចចិត្តស្នាក់នៅបន្ទប់ជួលមួយនោះដែលបន្ទប់ជួលមួយនោះគឺស្ថិតនៅជិតនឹងផ្សារអូរស័យបន្ទប់ជួលនៅទីនោះមានតម្លៃសមរម្យហើយមានទីតាំងស្ថិតនៅជិតសាកលវិទ្យាល័យដែលតារាបានសិក្សាហើយបន្ទប់ដែលតារាបានជួលនោះគឺមានលេខបន្ទប់203ស្ថិតនៅជាន់ទី2នៃអគារមួយនោះពេលដែលបើកទ្វារចូលដំបូងតារាចាប់ផ្ដើមមានអារម្មណ៍ហើយក៏សង្កត់សម្ដីបន្តិចគេបាននិយាយថាបន្ទប់គឺស្អាតប៉ុន្តែមានអារម្មណ៍ថាស្ងៀមស្ងាត់បន្តិចហើយត្រជាក់ជាងបន្ទប់ធម្មតាប៉ុន្តែក្នុងចិត្តតារាគឺគេបានគិតថាអ្នកដែលស្នាក់មុនប្រហែលជាអាចនឹងប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្លាំងឬក៏ដោយសារតែអាកាសធាតុទៅតែភ្លៀងរួចតារាគឺគ្រាន់តែគិតក្នុងចិត្តតែប៉ុណ្ណោះប៉ុន្តែគេក៏បានរៀបចំសម្លៀកបំពាក់ក៏ដូចជាសម្ភារៈមួយចំនួនគឺរៀបចំទុកដាក់ទៅតាមផ្នែកមួយនឹងរៀបចំបន្ទប់ព្រោះគេទៅតែនឹងរើចូលមកនៅអញ្ចឹងណាបន្ទាប់ពីរៀបចំសម្ភារៈក៏ដូចជាសម្លៀកបំពាក់រួចរាល់តារាក៏ចាប់ផ្ដើមចូលងូតទឹកជាធម្មតាសាច់រឿងរបស់យើងគឺកាត់ចូលមកដល់ពេលយប់តែម្ដងខណៈពេលដែលតារាកំពុងតែរៀបចំសៀវភៅនិងសម្ភារៈសិក្សាមួយចំនួនដើម្បីត្រៀមចូលរៀនថ្ងៃថ្មីនៅថ្ងៃស្អែកនៅសាកលវិទ្យាល័យស្រាប់តែពេលនោះគឺតារាក៏បានឮសូរសំឡេងចុចទឹកចេញពីបន្ទប់ទឹកតារាក៏ឆ្ងល់ប៉ុន្តែគេគិតក្នុងចិត្តថាប្រហែលជាបន្ទប់នៅក្បែរនោះគឺកំពុងតែប្រើប្រាស់ទឹកតែប៉ុណ្ណោះប៉ុន្តែគឺបន្តិចក្រោយមកតារាក៏បានឮសំឡេងបទចម្រៀងបន្លឺឡើងដែលបទចម្រៀងនោះគឺជាចម្រៀងមនុស្សស្រីដែលច្រៀងបែបស្រាលដែលជាងដូចលក្ខណៈថាយើងច្រៀងតាមបទចម្រៀងពេលយើងចាក់ឲ្យមានការច្រៀងតាមតិចតួចអញ្ចឹងណាបែបស្រាលបន្តិចជាបទចម្រៀងបែបស្នេហាដោយក្នុងឃ្លានោះតារាបានឮសូរចំនួនមួយឃ្លាហេតុអ្វីស្រឡាញ់មានត្រឹមតែស្រឡាញ់តែមិនអាចក្បែរអមជាមួយនឹងសំឡេងខ្យល់ត្រជាក់បន្តិចធ្វើឲ្យតារាមានអារម្មណ៍ថាព្រឺក្បាលបន្តិចដែរប៉ុន្តែតារាគឺតាំងចិត្តឲ្យស្ងប់ឡើងវិញគឺមិនខ្លាចទេនៅពេលនោះគឺតារាគឺមានអារម្មណ៍ថាចម្លែកភ្លាមតែម្ដងហើយគេក៏បានងើបពីគ្រែគេងរបស់គេហើយដើរទៅកាន់បន្ទប់ទឹករួចបើកភ្លើងដើម្បីមើលថាតើនៅក្នុងបន្ទប់ទឹកមានអ្វីប្លែកដែរអត់នៅពេលតារាបានមើលទៅយកទឹកក៏ដូចជាក្បាលរមណីគឺបិទរួចរាល់ទេមិនមានការបើកទឹកឲ្យហូរឬក៏អីទេប៉ុន្តែអ្វីដែលចម្លែកនោះគឺតារាបានកលែកទៅមើលនៅកញ្ចក់នៅបន្ទប់ទឹកគឺមានសភាពស្អាតមានលក្ខណៈថាចំហាយត្រជាក់ឬក៏ចំហាយក្តៅធ្វើឲ្យកញ្ចក់របស់យើងហ្នឹងគឺវារៀងស្អាតហើយតារាក៏បានសម្លឹងមើលទៅកញ្ចក់នោះបន្តិចក៏ឃើញមានដូចជាទម្រង់អក្សរខ្លះដែលបានសរសេរនៅលើកញ្ចក់ហ្នឹងតារាបានឃើញពាក្យមួយចំនួនតែបែបសពេចសពិលទេគឺពាក្យនោះបានសរសេរថាសូមកុំបំភ្លេចខ្ញុំធ្វើឲ្យតារាមានអារម្មណ៍ថាភ័យខ្លាចខ្លាំងមែនទែនដោយសារតែតារានៅម្នាក់ឯងប៉ុន្តែតារាគិតថាតែជាគាត់អាចនឹងប្រើភ្នែកពេលនោះតារាក៏បញ្ញាល់បិទភ្លើងបន្ទប់ទឹកវិញហើយចូលទៅគេងតាមធម្មតាប៉ុន្តែនៅក្នុងចិត្តរបស់គេគឺមានអារម្មណ៍ថាភ័យខ្លាចហើយដោយសារតែគេនៅម្នាក់ឯងហើយយប់ទី1ផងក៏មាន
រឿងរ៉ាវប្លែកៗចឹងណាសាច់រឿងគឺយើងគឺកាត់រហូតទៅដល់ពេលព្រឹកបន្ទាប់តារាក៏បានទៅរៀនជាធម្មតាប៉ុន្តែគេមិនអាចបំភ្លេចនៅអ្វីដែលគេបានឃើញកាលពីយប់មិញទៅទេដោយសារតែក្នុងចិត្តគឺនៅដិតដាមជាមួយនឹងរូបភាពជាច្រើនដែលតារាបានឃើញកាលពីយប់មិញគេបាននឹកឃើញថាមានទម្រង់ដៃសរសេរនៅលើកញ្ចក់ដូចជាអក្សរបង្ហាញនៅលើកញ្ចក់និងសំឡេងបើកទឹកផ្សេងដែលគេបានឮប៉ុន្តែគេក៏ព្យាយាមរងាប់អារម្មណ៍ខ្លួនឯងទៅវិញដោយគិតថានោះគឺជាអារម្មណ៍របស់គេតែប៉ុណ្ណោះពេលដែលត្រឡប់មកពីរៀនវិញតារាក៏ចាប់ផ្ដើមរុះរកជុំវិញបន្ទប់របស់ខ្លួនដើម្បីឲ្យដឹងច្បាស់ថាតើបន្ទប់នេះមានអាចកំបាំងអ្វីតារាបានស្វែងរកគ្រប់ទីកន្លែងក្នុងបន្ទប់កន្លោះកលៀតណានៅក្នុងបន្ទប់របស់ខ្លួនហ្នឹងចុងក្រោយគេបានឃើញសៀវភៅកំណត់ហេតុមួយក្បាលនៅក្រោមគ្រែរបស់គេពេលនោះតារាបានបើកសៀវភៅចាស់កំណត់ហេតុចាស់មួយក្បាលនោះមើលដែលទំព័រដំបូងបានទៅសេថាស្រីលក្ខថ្ងៃទី24ខែកញ្ញាឆ្នាំ2011អ្នកខុសឬខ្ញុំខុសតារាមានអារម្មណ៍ថាឆ្ងល់មែនទែនគាត់ក៏បានបន្តអានទៅមុខទៀតរហូតដល់ទំព័រទី2គេក៏បានគិតថាឈ្មោះស្រីលក្ខតើជាឈ្មោះរបស់អ្នកណាហើយមានរឿងអ្វីតាក់ទងជាមួយនឹងបន្ទប់នេះនិងសៀវភៅមួយនេះគេចាប់ផ្ដើមអានបន្តខ្ញុំស្រឡាញ់គេខ្ញុំជឿគេប៉ុន្តែគេបានបោះបង់ចោលខ្ញុំហើយទៅជាមួយនឹងស្រីផ្សេងខ្ញុំមានផ្ទៃពោះប៉ុន្តែគេនិយាយថាមិនមែនជាកូនរបស់គេខ្ញុំមិនអាចរស់ដោយគ្មានគេបានទេខ្ញុំមិនចង់ទៅណាទេខ្ញុំចង់ស្នាក់នៅទីនេះរហូតតទៅខ្ញុំនឹងចាំគេនៅទីនេះបន្ទាប់ពីអានទំព័រទី2រួចតារាប្រែមុខស្លេកស្លាំងហើយក៏ទម្លាក់សៀវភៅយ៉ាងស្ទាក់ស្ទើរនិងកលេចភ្នែកទៅកាន់កញ្ចក់នៅក្នុងបន្ទប់ទឹកគេដែលកញ្ចក់នោះគឺมันមានភាពស្អាតឬក៏សើមប្រឡាក់អីនោះទេកញ្ចក់គឺនៅស្ងៀមតែប៉ុណ្ណោះប៉ុន្តែពេលដែលតារាសម្លឹងមើលដល់កញ្ចក់នោះយូរទៅគឺកញ្ចក់នោះគឺប្រែជាស្រអាប់នៅពេលដែលតារាបានញីភ្នែកហើយមើលទៅកញ្ចក់នោះម្ដងទៀតគេបានឃើញដូចជាមានរូបមនុស្សស្រីនៅឈរពីខាងក្រោយគេតារាគឺបានទប់អារម្មណ៍ហើយមើលកញ្ចក់ម្ដងទៀតប៉ុន្តែពេលដែលតារាមើលកញ្ចក់នោះម្ដងទៀតគឺមិនឃើញមានអ្វីនោះទេតារាគាត់គិតថាប្រហែលជាគាត់អាចនឹងប្រើភ្នែកប៉ុន្តែនៅក្នុងអារម្មណ៍របស់គាត់គឺចាប់ផ្ដើមតក់ស្លុតមែនតើណាតារាក៏បានទុកសៀវភៅនោះទៅកន្លែងដើមវិញនៅខាងក្រោមគ្រែពេលយប់ក៏បានមកដល់តារាបានគេងប៉ុន្តែគេគឺគេងមិនលក់ទេតារាមានអារម្មណ៍មិនសូវស្រួលសោះគេចាប់ផ្ដើមមានអារម្មណ៍ថាគេប្រហែលជាមិនអាចបន្តរស់នៅក្នុងបន្ទប់នេះបន្តទៅទៀតទេយប់កាន់តែជ្រៅវេលាម៉ោងនេះគឺម៉ោង2រំលងអាធ្រាត្រហើយដូច្នេះគឺជាយប់ជ្រៅមែនទែនតារាបានឮសំឡេងមនុស្សដើរចុះឡើងហាក់ដូចជាកំពុងតែអន្ទះសាររងចាំនរណាម្នាក់សំឡេងដើរទៅមកក្នុងបន្ទប់និងឮសំឡេងស្រែកស្រាលកាន់តែច្បាស់ឡើងធ្វើឲ្យតារាមានអារម្មណ៍ថាភ័យខ្លាចខ្លាំងឡើងតារាបានព្យាយាមសម្ងំគេងរហូតទៅដល់ពេលព្រឹកឡើងតារាបានទៅរកមិត្តភ័ក្តិរបស់ខ្លួនម្នាក់ដែលមានឈ្មោះថាសុខាដែលសុខាគឺជាមនុស្សម្នាក់ដែលធ្លាប់ជួលផ្ទះនៅជិតនោះដែលជួលបន្ទប់នៅជិតនោះហើយក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ទៅប្រាប់សុខាផងដែរសុខាបានប្រាប់តារាថាអូឈ្មោះស្រីលក្ខនោះគឺជានិស្សិតស្រីម្នាក់ដែលបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងអគារមួយនោះប៉ុន្តែគេមិនបានប្រកាសថាការស្លាប់នោះគឺនៅក្នុងបន្ទប់មួយណានោះទេរឿងនេះគឺជារឿងដែលល្បីតគ្នាដែលអ្នករស់នៅទីនោះតែនិយាយថានាងគឺស្លាប់ដោយសារតែការខូចចិត្តនិងស្នេហានិងមានវិបត្តិគ្រួសារមួយចំនួនរហូតដល់ឈានទៅដល់ការធ្វើអត្តឃាតសម្រាប់ខ្លួនឯងនេះគ្រាន់តែជាពាក្យចចាមអារាមអ្នកដែលគាត់រស់នៅទីនោះតែប៉ុណ្ណោះប៉ុន្តែឮតគ្នាមកថាគឺអ្នកដែលរស់នៅទីនោះគឺមានតែទៅជួបរឿងប្លែកៗជាច្រើននៅពេលដែលស្រីលក្ខបានស្លាប់ទៅក្រោយពីបានស្ដាប់មិត្តនិយាយរួចតារាក៏បានព្រឺក្បាលខ្ញាក់តែម្ដងហើយគាត់ក៏បានត្រឡប់ទៅបន្ទប់នោះវិញហើយបំរុងនឹងសម្រេចថាគឺឈប់នៅក្នុងបន្ទប់ជួលនោះតែម្ដងប៉ុន្តែតារានៅតែមិនអស់ចិត្តគេក៏សាកល្បងមើលទៅកញ្ចក់
នៅក្នុងបន្ទប់ទឹកនោះម្ដងទៀតប៉ុន្តែនៅពេលនោះគឺគេបានឃើញរូបមនុស្សស្រីម្នាក់នៅក្នុងកញ្ចក់នោះតែម្ដងគឺច្បាស់មែនទែនហើយនាងគឺកំពុងតែញញឹមមកកាន់គេបើអ្នកទាំងអស់គ្នាវិញប្រកាសជាមានអារម្មណ៍ថារត់សណៃគឺអត់អាចនៅបានទេពេលនោះគឺតារាភ័យខ្លាំងមែនទែនគេបានទូរស័ព្ទទៅសុខាយ៉ាងលឿនទូរស័ព្ទទៅសុខាបណ្ដើរត់បណ្ដើរហើយសុខាបានណែនាំតារាឲ្យទៅជួបលោកឪប្រនាមលោកឪសុចដែលលោកឪគឺមានបារមីខ្លាំងពូកែហើយជួយតារាឲ្យផុតពីរឿងអាក្រក់មួយនេះបានហើយតារាក៏បានទៅរកលោកឪសុចមែនដែលលោកឪគឺគង់នៅវត្តមួយស្ថិតនៅឆ្ងាយពីរាជធានីភ្នំពេញបន្តិចមិនឆ្ងាយណាស់ទេប៉ុន្តែអាចនឹងថានៅយ៉ាងជាតិចណាតារាបានទៅរកលោកឪដើម្បីឲ្យលោកឪជួយស្រោចទឹករំដោះគ្រោះអាក្រក់ដែលខ្លួនបានជួបនិងសុំពុទ្ធិកាណែនាំខ្លះបូករួមទាំងសុំវត្ថុស័ក្តិសិទ្ធិពីលោកឪផងដែរលោកឪបានស្ដាប់រឿងរបស់តារាបន្ទាប់មកលោកឪបានមានពុទ្ធិកាថាការដែលញោមជួបរឿងបែបនេះពីព្រោះតែដោយសារតែរិស័យរបស់ញោមទាបធ្វើឲ្យញោមជួបនៅរឿងមិនល្អរឿងអាក្រក់ក៏ដូចជាពពួកអមនុស្សជាដើមតាមលោកឪគិតគឺព្រលឹងខ្មោចនេះអាចនឹងមានរឿងជាច្រើនដែលនៅក្នុងចិត្តមិនទាន់បានដោះស្រាយជាក់លាក់ឬចង់បញ្ជាក់បញ្ហាអ្វីមួយប្រាប់ទៅកាន់តារាដែលមុនពេលដែលគេស្លាប់គឺមិនទាន់បាននិយាយឬក៏អាចថានៅអាឡ័យជាមួយនឹងរឿងអ្វីមួយលោកឪបានចងកណាត់ក្រហមក៏ដូចជាខ្សែអំបោះក្រហមទៅឲ្យតារាហើយបានណែនាំឲ្យតារាត្រឡប់ទៅបន្ទប់នោះវិញធ្វើការសែនព្រេងផ្លែឈើក៏ដូចជាអុជធូបស្នើសុំខមាទោសក៏ដូចជាសុំសេចក្តីសុខដើម្បីឧទ្ទិសទៅដល់ព្រលឹងអ្នកដែលតារាបានឃើញនោះដើម្បីឲ្យព្រលឹងខ្មោចនោះគឺបានស្ងប់ក្រោយមកតារាក៏បានធ្វើតាមលោកឪហើយតារាក៏រើឈប់នៅបន្ទប់203នោះទៀតដែរតារាបានរើចាក់ចេញពីអគារនោះតែម្ដងចាប់តាំងពីថ្ងៃនោះមកគឺតារាលែងបានជួបរឿងប្លែកៗតទៅទៀតហើយអញ្ចឹងសរុបមកវិញរឿងនេះគឺមិនទាន់ថាចប់ 100% ទេដោយសារតែយើងអត់ដឹងថាតើនៅក្នុងបន្ទប់នោះនឹងនៅមានព្រលឹងខ្មោចនោះទៀតដែរឬក៏យ៉ាងណាអញ្ចឹងរងចាំទស្សនាអេពីសូត2ទាំងអស់គ្នាថាតើសាច់រឿងនោះគឺនឹងទៅជាយ៉ាងណាតើប្រិមិត្តទាំងអស់គ្នាដឹងអត់ថាតើព្រលឹងខ្មោចនោះស្ងប់សុខនៅក្នុងបន្ទប់នោះដែរឬទេឬក៏យ៉ាងណាអូខេអញ្ចឹងសម្រាប់អេពីសូត1គឺសូមស្លេះត្រឹមប៉ុណ្ណេះអរគុណច្រើនសូមជម្រាបលា